នឹងផ្លាស់ប្ដូរគ្នាយ៉ាងម៉េចដែរព្រះអង្គម្ចាស់មានរបួសជាប់ខ្លួនខ្ញុំម្ចាស់ជាវិជាពេទ្យដល់លែងខ្ញុំម្ចាស់ទៅខ្ញុំម្ចាស់ជាបាល់ឲ្យនាងខ្លាចស្លាប់ដល់ម្លឹងធ្លាប់គិតប្រជារាស្ត្រទាំងអស់នោះស្លាប់យ៉ាងអត់ធំនៅក្រោមផ្លែដើមកងទ័ពរៀនទេតពីច្បាំងគ្នាស្លាប់រកជាព្រំលិខិតប្រត់ប្រាស់គ្រួសារជាពិសេសរាជមហាអួយតើតែលែងមានសង្គ្រាមទៅដល់ទីបញ្ចប់នេះជាមូលហេតុដែលនាងស្មោះត្រង់នឹងកងទ័ពលៀងបើសិនខ្ញុំម្ចាស់ស្លាប់ព្រះអង្គម្ចាស់អាចខ្វេះបេះដូងខ្ញុំម្ចាស់នឹងដឹងថាខ្ញុំម្ចាស់ស្មោះត្រង់ប៉ុណ្ណាតែមិនយល់ហេតុអីបានជាទ្រង់ចាត់ទុកខ្ញុំម្ចាស់ជាសត្រូវខ្លាចតែព្រះអង្គម្ចាស់ស្ដាយក្រោយសម្រាប់មនុស្សខុសចង់ធ្វើអីកំអានកម្រិតប្រេះផ្ដាស់ពុំនោះទេអាចធ្វើជាពើជ្រៀតចូលសពរាងកាយតែនេះមានតែយើងពីរនាក់ទេតែមើលខ្ញុំម្ចាស់ចង់ធ្វើអីចិត្តនាងមិនទៀងត្រង់មានអ្វីគួរទាយទេបើព្រះអង្គម្ចាស់មានបន្ទូលថាចិត្តខ្ញុំម្ចាស់មិនត្រង់ទៅហើយដូច្នេះខ្ញុំម្ចាស់មិនអាចត្រង់មួយបង្កាច់ទេកុំតែទ្រង់មានពឹសជាប់ខ្លួនខ្ញុំម្ចាស់ពិតជាមិនដឹងព្រះអង្គម្ចាស់លីងហ្វានមានរាងកាយមមមបែបនេះសម្រាប់ខ្ញុំចោលទេមនុស្សដឹកខ្ញុំម្ចាស់ពីដើមមកយកគុណសង្ឃទៅគេបើព្រះអង្គម្ចាស់ចង់ចាំគុណដឹកខ្ញុំម្ចាស់បានជួយជីវិតដាច់ខាតកុំរំភើបដោយស្រក់ទឹកភ្នែកព្រះអង្គម្ចាស់
បើម្សិលមិញនាងរត់គេចនៅពេលដែរខ្ញុំសន្លប់នោះប្រហែលជានាងរក្សាជីវិតខ្លួនឯងបាន មើលដៃកាន់ដៃមានកម្លាំងមើលទៅជាលឿនមែនតើមេអំបាញ់មាសបិទពឹសមានប្រសិទ្ធភាព នាងពិតជាមិនខ្លាចសោះ កំសាកខ្លាចស្លាប់មិនមែនជាចរិតខ្ញុំម្ចាស់ទេខ្លាចតែពេលនេះព្រះអង្គម្ចាស់មិនដាច់ប្រតិយឲ្យខ្ញុំម្ចាស់ស្លាប់មេអំបាញ់មាសពីក្បាលអំបាញ់មិញនេះបានជាជីវិតរបស់យើងទាំងពីរមកចង់ភ្ជាប់គ្នាយ៉ាងណានព្រះអង្គម្ចាស់ឃើញហើយណែ ហេតុអីបានជានាងពើពលយ៉ាងនេះមេអំបាញ់មាសពីក្បាលនោះចេញពីរាងកាយតែមួយធ្វើឲ្យពួកយើងទាំងពីរស្លាប់រស់ជាមួយគ្នាឥឡូវពួកយើងទាំងពីរសរសៃឈាមត្រូវភ្ជាប់គ្នាហើយបានអ្នកណារបួសម្នាក់ទៀតក៏មានអារម្មណ៍ដូចគ្នាដែរខ្ញុំម្ចាស់ស្លាប់ព្រះអង្គម្ចាស់ក៏មិនរស់នាងគិតថាធ្វើអញ្ចឹងខ្ញុំអាចទុកជីវិតឲ្យនាងម្សិលមិញខ្ញុំគិតតែសម្លាប់នាងចាហួសពេលហើយពីពេលនេះទៅជីវិតទ្រង់ជាជីវិតខ្ញុំម្ចាស់ជីវិតខ្ញុំម្ចាស់ក៏ជាជីវិតទ្រង់លោះមកពេលនេះពួកយើងមានរាងកាយនិងជីវិតតែមួយហើយនោះខ្ញុំអាចរាងកាយនាងតែមួយខ្ញុំត្រូវតែមើលបាត់ជាប់ជិនស៊ីមិនក៏រំលឹកឈ្មោះគេជាការនឹកភ្នែកព្រះអង្គម្ចាស់ត្រូវប្រយ័ត្នព្រះបត្រាទី5ជាការនឹកពួកគេទៀតហើយគឺវាដូចគ្នាជាមួយនឹងបណ្ដាសានៅចលងសិនយ៉ាងប្រភ្នំនៅចលងសិនយ៉ាងវាខាងជាការពិតហើយហេតុអីបានជាព្រះអង្គម្ចាស់នៅតែមិនជឿច្បាស់ណាស់នាងចង់បបាយបបាក់ខ្ញុំហើយនឹងគឺនាងមានបំណងអ្វីទៅខ្ញុំនិយាយមកជិនលីងហេតុអីខ្ញុំនៅទីនេះហេតុអីក៏មិននិយាយទៅខ្ញុំម្ចាស់គ្រាន់តែចង់ប្រើទឹកជ្រោះនេះដើម្បីកម្ចាត់ពឹសសេះសល់កម្ចាត់ពឹសសេះសល់ចាំបាច់ដល់ក្អៅរបស់ខ្ញុំដែរមែនរឿងនេះភ្លាមពេកតែខ្ញុំម្ចាស់លែងគិតពីរឿងប្រុសស្រីនេះជាចំពោះព្រះអង្គម្ចាស់ក៏ជាគុណជួយជីវិតណាមួយខ្ញុំម្ចាស់ជាស្រីអាចគិតចំណេញពីត្រង់បានប៉ុណ្ណាមកចាំម៉ោងទី4អ្នកទាំងពីរលែងគេទៅ
ក្រាបទូលព្រះម្ចាស់លីងបានលាក់ខ្លួននៅក្នុងផ្ទះឈើពួកយើងរកឃើញហើយល្អបងយល់ថាពួកយើងអាចចេញពីទីនេះទៅមុន ដល់ពេលបាត់ឆ្នាំហើយ រួចហើយដើរតាមផ្លូវនេះ គឺផ្លូវមួយនេះមែនទេ អាចគេចពីកម្លាំងបកកំម្យ៉ាងទៀតខ្ញុំនិងប្អូនទី4ពិភាក្សារឿង ពេលជាតិពើវាយលោកចូលបេះដូងសាក់សពមួយជីវិតពីរហើយ អញ្ចឹងជីវិតពីរហ៎ លើកមុនទឹកជ្រោះបន្សាបពឹងលើកនេះបិទថ្នាំរំសាយពឹង រលឹកចង់ពិសានៅការតាំងចិត្តរបស់ខ្ញុំ ការតាំងចិត្តអី ថាតើមើល ខ្ញុំមិនចាំមានបំណងស្មោះត្រង់ជួយសង្គ្រោះទ្រង់គ្មានក្របីផ្សេងទេតែទ្រង់បានជាគិតរឿងដែលពិបាកថ្លាថ្លែង រឿងពិបាកថ្លាថ្លៃស្អីទៅខ្ញុំថានាងរលឹកគឺម្ដងពិសោធន៍ការទ្រាំឈឺរបស់ខ្ញុំមិនដឹងថានាងកំពុងគិតអ្វីនោះទេគឺចេះតែគិតរឿងរវើរវាយអូនប្រុសត្បិតតែបងគ្មានប្រពន្ធប៉ុន្តែឯងយល់ថាបងគឺជាមនុស្សដែលហូបមិនរើសចំណៃមែនទេ ព្រះអង្គចាស់មិនបាច់ព្រះតម្រិះថាព្រះអង្គអស្ចារ្យទេបើកុំតែយល់ថាទ្រង់មានឋានៈខ្ពង់ខ្ពស់ខ្ញុំម្ចាស់ក៏មិនជួយសង្គ្រោះទ្រង់នឹងទៅខាងកម្លាំងដែរបើសិនជាទ្រង់ស្លាប់ខ្ញុំម្ចាស់យកប្រាក់ពីគេ ខ្ញុំត្រូវពឹសឯង ពេលនេះខ្ញុំម្ចាស់មិនដឹងថាទ្រង់ត្រូវពឹសអីទេតែពឹសទ្រង់មិនមែនដោយសារមុតដៃឡើយតែមកពីការទទួលទាន ទទួលទាន ថ្នាំដែលព្រះអង្គម្ចាស់ឆើវាងយកមកមានប្រសិទ្ធភាពត្រឹមតែបង្អាក់ពឹសតែប៉ុណ្ណោះមិនអាចបន្សាបបានទាំងស្រុងទេ របស់ស្អីហ្នឹង ថ្នាំពុលយកពឹសបង្ក្រាបពឹសហ៊ានសាក់ទេ លើខ្លួននេះក៏មានពឹសសេសសល់ដែរតា ម្ចាស់បទទី4ប្រហែលថ្ងៃដែលខ្ញុំចាក់ចេញនេះតើអ្នកទាំងពីរមានរឿងអីកាត់ឡើងទៅហើយនេះបានជាខ្ញុំមើលទៅទំនាក់ទំនងអ្នកទាំងពីរដូចជាមិនធម្មតាសោះ មនុស្សខាងក្រៅមិនមែនមករកយើងទេ អរគុណស្ត្រីមានគ្នាច្រើនឆាប់រត់ មិនវាយតែដកថយមិនមែនជាចិត្តខ្ញុំទេ អ
ជនជាតិអាឆៃសូមគោរពច័ន្ទវាងសូមគោរពព្រះនាងពូសៀខ្ញុំចង់សួរថាតើបិតារបស់ព្រះនាងយ៉ាងម៉េចទៅហើយខ្ញុំមកនេះបានយកគ្រូពេទ្យប្រចាំនគរអ៊ុយយកមកបម្រើព្រះនាងហើយរឿងបិតារបស់ខ្ញុំត្រូវគេលបចាក់ដំណឹងងាយបាត់ចិត្តឈឹងមនុស្សដែលត្រង់ចាត់ណាក៏ត្រូវចាប់ខ្លួនដែរហេតុអីក៏ត្រង់ជ្រាបខ្ញុំអាចនាំមនុស្ស100នាក់មកនគរឆៃមានរឿងអីថាខ្ញុំមិនដឹងនោះមានគេបន្លំជាឃាតករនៅនគរលោកមកលួចចាក់បិតាខ្ញុំហ្មងប្រកាសជាមានគេញុះញង់ដើម្បីធ្វើឲ្យនគរអ៊ុយនិងជនជាតិអានឆាតប្រឆាំងគ្នាហើយឲ្យតែពួកគេមិនទាន់ចេញពីក្រុងហ្វូស៊ីពួកយើងនឹងមានមធ្យោបាយដើម្បីចាប់គេឲ្យបានខ្ញុំមានល្បិចមួយអាចសាកល្បងមើលបានបើអញ្ចឹងប្រហែលជាត្រូវពិបាកដល់ព្រះអង្គម្ចាស់ច័ន្ទវាងហើយឲ្យតែចាប់ខ្លួនគេទៅកប់ពិតបានខ្ញុំពិបាកបន្តិចបន្តួចអត់បញ្ហាទេត្រូវហើយមិនដឹងថាច័ន្ទវាងធ្លាប់ជួបមេតបមកខាសារបស់ជាតិអាឆៃខ្ញុំទេសេនាព្រះម្ចាស់ទៅជួយលោកមេតបមកអខើចេញមកក្រាបទូលអាយក៏ប៉ះយើងលើយើងអាយធ្វើយើងមើលស្រាលអាយពេកហើយអាយប្រើល្បិចបើកូនបាត់ដោះលើយើងពួកយើងប្រយុទ្ធគ្នាតទល់ទៅកុំខ្វះការគួរសមអីព្រះអង្គម្ចាស់ច័ន្ទវាងពីមុនមានការលើសលួងត្រឡប់ទៅវិញខ្ញុំនឹងអប់រំកូនចៅឲ្យបានល្អព្រះនាងគួរសមពេកហើយមកចុះអ្នកណាគេនឹងមិនក៏ដូចជាកាច់ម្លេះណាគេចេះណោគេធ្វើអីខុសទៅហេតុអីក៏ធ្វើបែបនេះដាក់គេអញ្ចឹងត្រូវហើយមែនហើយគួរឲ្យអាណិតខ្លាំងណាស់ណោគួរអាណិតណាស់មែនហើយគួរឲ្យអាណិតខ្លាំងណាស់គួរណាស់ធ្វើដាក់គេអញ្ចឹងសោះខ្ញុំជាបំបងបាយសំបីតែមនុស្សដែលត្រូវជាតិពឹសទៅហើយក៏ចាត់ការមិនបានដែរគុំអត់បានការតែមើលទៅលីងវាំងដូចជាអត់មានត្រូវជាតិពឹសទេអត់ត្រូវពឹសហ៎ឬមួយក៏វាមានល្បិចកលអ្វីផ្សេងទៀតហ្នឹងខ្ញុំបានការពួកឯងទាំងអស់នេះធ្វើឲ្យខូចឱកាសមួយលើកទៅហើយតែត្រូវទទួលធូបអត់ណាប្រមាចាស់កងខ្ញាល់ទៅមកគុំយកថាអាចប្រើប្រាស់មនុស្សម្នាក់ដើម្បីអូសទាញលីងវាំងបានអ្នកណាគឺស្រីម្នាក់ស្រីម្នាក់ទៅព្រះម្ចាស់នាងគឺជាស្រីរបស់លីងវ៉ាប្រាប់មកមានអ្វីពាក់ព័ន្ធជាមួយនឹងលីងវ៉ាលីងវ៉ាទុកខ្ញុំនៅក្បែរខ្លួនតែអ្នកតំណងខ្ញុំនឹងគេមិនមានអ្វីពាក់ព័ន្ធទេមើលទៅស្អាតគ្រាន់បើដែរតាបើយកទៅបំរើបងប្អូននៅក្នុងជួរកងទ័ពពិតជាល្អណាស់សេនានាំជួយជំរុំឆាប់សិនបើហ៊ានប៉ះពាល់ខ្ញុំលោកនឹងបាត់បង់ឱកាសសម្រាប់លីងវ៉ានាងយល់ថាបើសិនជាទុកនាងនៅក្នុងជួរកងទ័ពលីងវ៉ាងអាចមកជួយនាងទេនេះជាចំពោះលីងវ៉ាងឲ្យតែមនុស្សនៅក្បែរខ្លួនគេទោះបីជាកងទ័ពអន់បាត់ណាក៏ដោយគេច្បាស់ជាមកជួយតែលីងចាញ់ក្រាំដៃមហាអ៊ុយម្ដងហើយម្ដងទៀតដោយសារកងទ័ពសៀមជាព្រះអង្គម្ចាស់គ្រាន់តែចង់សម្រាប់លីងវ៉ាងតាអញ្ចឹង
លែងខ្ញុំម្ចាស់ទៅខ្ញុំម្ចាស់ព្រមធ្វើជានុយ នាងនិយាយអញ្ចឹងគឺចង់ឲ្យយើងពជាពេលជាមួយនឹងនាងឲ្យលៀងវាងមកជួយនាង ខ្ញុំម្ចាស់មិនចង់ស្លាប់នៅទីនេះទេបើខ្ញុំម្ចាស់សរសេរលិខិតមួយច្បាប់ដោយផ្ទាល់លែងបាំងច្បាប់ជាមិនជួយខ្ញុំម្ចាស់ ដើម្បីស្រីម្នាក់គេសុខចិត្តមកជួយមិនមែនជាចរិតរបស់គេទេ កងទ័ពលៀងមានកម្លាំងច្រើនលែងបានកម្លាំងស្រួយស្ដាងត្រូវមើលលើព្រះអង្គម្ចាស់តើហ៊ានធ្វើមកក្តារទេ ល្អនាងសរសេរលិខិតមួយច្បាប់ណាត់ជាមួយនឹងគេឲ្យមកប្រកួតមួយទល់នឹងមួយជាមួយនឹងយើង យេនលីងត្រង់នឹងខ្ញុំម្ចាស់ស្លាប់រស់ជីវិតតែមួយបើមានចិត្តដូចគ្នាសម្បត្តិនេះត្រង់ច្បាស់ជាយល់ពីគំនិតខ្ញុំម្ចាស់ ចាបងមានរឿងអីនោះមិនចាបងនេះគឺ នាងកំពុងទៅរកវិធីរួម រួមម្ដងទៀតនៅក្នុងភ្លើងនេះជាផែនទីការពីជំរំរបស់សិជីប៉ុន្តែវាអាចជាល្បិចអូទីរបស់កងទ័ពសត្រូវដែរ ម្ដងនេះបងសុខចិត្តជឿនាងចាស់បើនាងជាមនុស្សនគរលៀងគ្រាន់តែបកគលផែនទីមកឲ្យបងរួចទៅហើយប៉ុន្តែនាងយកម្សៅមេអំបៅមាសមកគូប្រកបជាចំណាយកម្លាំងធាតុច្រើនចាំបាច់ឲ្យពិបាកដល់នាងដំណើរ បើមិនចឹងនាងក៏មិនប្រឹងប្រែងមកជួយសង្គ្រោះម្ចាស់បងទី4ដែរឥឡូវនាងនិងម្ចាស់បងទី4មានជីវិតតែមួយហើយស៊ូជីគឺមិនទាន់ដឹងដល់ឡើយទេយ៉ាងណាក៏ពួកយើងមិនត្រូវបណ្ដោយនាងនៅក្នុងដៃរបស់សត្រូវអញ្ចឹងដែរ សត្រូវឬជីវិតត្រូវសង្គ្រោះជីវិតមនុស្សសិនចាំគិតទេទីកន្លែងនេះគឺបងប្អូនទី5អ្នកសាងសង់ឡើងដើម្បីទុកវឹកហាត់និងជាកន្លែងលាក់ខ្លួនមិនស្មានថាមនុស្សរបស់ CG ឆាប់រកឃើញកន្លែងនេះទាល់តែសោះច្បាស់ជាមានបញ្ហាហើយ បើអញ្ចឹងមានតែការសន្និដ្ឋានមួយគត់
ម្ចាស់បងទី សង្ឃឹមថាយើងទីខុសចោល 5ទូមង្គមល្ងងវាតែធ្វើឲ្យខូចកិច្ចការធំរបស់ពនាងទៅហើយសូមពីនេះទូមង្គមឲ្យចុះ ចាងវាងមើលទៅចេះដឹងទន់ភ្លន់តែក្នុងនាមជាបុត្រាមហាអើយរឿងអីទៅល្ងងខ្លាំងនោះម្ដងនេះទុកជាមេរៀនសម្រាប់លោកចុះ ចាំបាច់អីនាំកូនចាំមកច្រើនយ៉ាងហ្នឹងឬមួយគ្មានចំណុចចិត្តលើខ្លួនឯងទេ យើងមិនប្រកែកជាមួយនឹងនាងទេថ្ងៃនេះគេមកឬមួយក៏មិនមកយើងនៅតែឈ្នះគេនៅក្នុងកណ្ដាប់ដៃរបស់យើងទៅហើយមុននឹងក្រោយគេគង់តែស្លាប់ មកប្រកួតតែម្នាក់ឯងអាចមើលដឹងគេពិតជាខ្វល់ពីនាងមែន Yeah!